បាទខ្ញុំបានមកជម្រាបសូមស្វាគមន៍នាងកញ្ញាលោកស្រីប្រិមិត្តសាជាថ្មីម្ដងទៀតនៅក្នុងកម្មវិធីតុកមូល VOD បាទដែលកម្មវិធីនេះមានផ្សាយនៅរៀងរាល់ថ្ងៃច័ន្ទពុធនិងថ្ងៃសុក្រវេលាម៉ោង 2 ដល់ម៉ោង 3 រសៀលបាទសូមជម្រាបជូនថានៅថ្ងៃនេះយើងនឹងជួបជាមួយនឹងបាទវាគ្មិនរបស់យើងមួយរូបទៀតនៅក្នុងគណៈបកថ្មីមួយទៀតដែលប្រិមិត្តបានជ្រាបរួចមកហើយគឺគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបាទថ្ងៃនេះគឺយើងនឹងជជែកអំពីគោលនយោបាយរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យហើយប្រសិនបើប្រិមិត្តមានសំណួរឬយោបល់ផ្សេងៗទាក់ទងទៅនឹងគោលនយោបាយរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលោកអ្នកអាចទូរស័ព្ទមកកាន់កម្មវិធីយើងនាពេលឥឡូវនេះបាទតាមរយៈលេខ092 99 60 00និង081 88 1065បាទសូមជម្រាបជូនដល់ប្រិយមិត្តអ្នកស្ដាប់ផងដែរថាកម្មវិធីតុកមូល VOD ដែលនេះគឺជាការផ្សាយពិសេសមួយរបស់យើងបាទដែលជជែកពីគោលនយោបាយរបស់គណៈបកនានានោះគឺក្នុងគោលបំណងដើម្បីផ្ដល់ឱកាសឲ្យគណៈបកនយោបាយទាំងអស់បានបង្ហាញពីគោលនយោបាយរបស់ខ្លួនដល់ប្រជាពលរដ្ឋនិងផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋបានស្វែងយល់និងចូលរួមជជែកពិភាក្សាអំពីគោលនយោបាយរបស់គណៈបកនីមួយៗផងដែរបាទនៅថ្ងៃនេះយើងមានវាគ្មិនមួយរូបចូលរួមនៅក្នុងកម្មវិធីរបស់យើងដោយសពដងចឹងដែរបាទគឺថ្ងៃនេះគឺលោកខំវាសនាបាទលោកជាប្រធានគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចូលរួមនៅក្នុងកម្មវិធីរបស់យើងផ្ទាល់តែម្ដងបាទសូមជម្រាបសួរលោកបាទជំរាបសួរបាទហើយសូមជម្រាបជូនប្រិយមិត្តអ្នកស្ដាប់ផងដែរថាដោយដែលប្រិយមិត្តលោកបានជ្រាបហើយគឺថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី5នេះគឺបានកាន់តែគៀកចូលមកដល់ហើយយើងឃើញថាគណៈបកនយោបាយនានាកំពុងតែបាទចាប់ផ្ដើមយើងប្រើភាសាថាលក់គោលនយោបាយបាទប្រៀបដូចជាអ្នកលក់នឹងនៅលើទិញលក់គោលនយោបាយទៅដល់ប្រជាពលរដ្ឋមានន័យថាប្រសិនបើប្រជាពលរដ្ឋពេញចិត្តគោលនយោបាយរបស់គណៈបកណាមួយគឺគាត់នឹងទិញគាត់នឹងជឿមានន័យថាគាត់នឹងបោះឆ្នោតឲ្យគណៈបកនោះបាទដើម្បីកុំឲ្យខាតពេលវេលាយូរខ្ញុំក៏សូមសួរនៅសំណួរមួយចំនួនទៅលោកខំវិស្នាផងដែរបាទជាដំបូងសូមជំរាបសួរលោកថាក្នុងនាមជាថ្នាក់ដឹកនាំនៃគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យតើលោកមានទស្សនវិស័យយ៉ាងណាបាទជាពិសេសគឺតាក់ទងនឹងការមើលឃើញរបស់លោកសម្រាប់រយៈពេល5ឆ្នាំទៅមុខតើលោកចង់ឃើញប្រទេសកម្ពុជាទៅជាយ៉ាងណាដែរបាទជាបឋមខ្ញុំប្រកាសណាខ្ញុំបាទខំវាសនាសូមលំអរកាយក៏ទៅបង្គំប្រគុណម្ចាស់ព្រះធរណធរៈគ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមគ្រប់បងប្អូនលោកតារយាយមួយទាំងអស់ដែលកំពុងតែតាមដានស្ដាប់កម្មវិធីផ្សាយផ្ទាល់ជាទីគោរពនិងជាទីរាប់អានសម្រាប់ជាអ្នកនយោបាយមិនមែនត្រឹមតែមានឆន្ទៈក្នុងការដោះស្រាយបញ្ហាទេត្រូវមានទស្សនវិស័យដែលឆ្លុះឲ្យឃើញថាតើបញ្ហាទាំងអស់ដោះស្រាយតាមរបៀបម៉េចខ្ញុំឃើញគណៈបច្ចុប្បន្នទូទៅគេដោះស្រាយមេធៀងដែលយើងមើលឃើញថានោះគឺមិនមែនជាប្រភពនៃបញ្ហាសោះឡើយដើម្បីដោះស្រាយបញ្ហាមួយយើងត្រូវសិក្សាអំពីប្រភពរបស់វាបានច្បាស់លាស់យើងឃើញថាបញ្ហាទាំងអស់ដែលកើតមាននៅក្នុងស្រុកខ្មែររបស់យើងតាមទស្សនៈរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគឺដោយសារប្រព័ន្ធរដ្ឋបាលមួយដែលឥតមានប្រសិទ្ធភាពដែលมันអាចអនុវត្តនៅវិស័យផ្សេងឧទាហរណ៍ដូចជាវិស័យអប់រំសុខាភិបាលវិស័យទេសចរកសិកម្មជាដើមឲ្យមានប្រសិទ្ធភាពបានសោះឡើយពីព្រោះប្រព័ន្ធរដ្ឋបាលស្នូលជាប្រព័ន្ធរដ្ឋបាលឥតមានប្រសិទ្ធភាពជាទូទៅគឺអំណាចផ្លូវច្បាប់มันអាចអនុវត្តទៅលើអ្នកកាន់ការងារស្រុកទេសបានវាធ្វើឲ្យប្រព័ន្ធរដ្ឋបាលនេះរយាកมันអាចអនុវត្តគ្រប់វិស័យឲ្យមានប្រសិទ្ធភាពបាននេះគឺជាការមើលឃើញឆ្លុះបញ្ចាំងអំពីប្រភពនៃបញ្ហាទាំងអស់នៅក្នុងស្រុកខ្មែរដែលជាគោលនយោបាយពិសេសរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យខុសអំពីគណៈបកដទៃទៀតអញ្ចឹងលោកសួរខ្ញុំថាតើទស្សនៈរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យឆ្លុះឲ្យឃើញបញ្ហាទាំងអស់ហើយចង់ឲ្យប្រទេសខ្មែរនឹងទៅជារបៀបម៉េចតាមទស្សនៈរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យយើងដាក់គោលនយោបាយដំបូងរបស់យើងដែលយើងចាត់ទុកជាសុបិនរួមផងឬក៏ចាត់ទុកជាគោលដៅដែលយើងត្រូវធ្វើឲ្យបានសម្រេចទាំងអស់គ្នាផងគឺមាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់ដែលត្រូវធ្វើឲ្យបានសម្រេចឡើងដោយយន្តការ8ចំណុចតើមាតុភូមិមួយដែលពួកយើងរស់នៅដោយស្មើភាពគ្នាក្នុងភាពជាម្ចាស់តើជាសង្គមអ្វីពិតណាស់គឺជាសង្គមប្រជាធិបតេយ្យយើងចង់រៀបប្រទេសយើងឲ្យទៅជាសង្គមប្រជាធិបតេយ្យដំបូងដៃជាមុននឹងចាប់ផ្ដើមអភិវឌ្ឍប្រទេសយើងឲ្យទៅជាប្រទេសយ៉ាងម៉េចដំបូងដៃត្រូវចាប់ផ្ដើមពីពួកយើងទាំងអស់គ្នាមានអំណាចនៅក្នុងដៃក្នុងការដឹកនាំប្រទេសដោយកណ្ដាប់ដៃរបស់យើងជាមុនសិនបាទសូមអរគុណច្រើនបាទខ្ញុំសូមជម្រាបសួរលោកពីគោលនយោបាយសំខាន់ទាំង8ចំណុចដែលលោកបានលើកឡើងបាញ់មិញថាតើមានអ្វីខ្លះដែរបាទការពិតទៅគោលនយោបាយរបស់យើងសឹងតែប្រើពាក្យថាមិនមែនជាគោលនយោបាយដែលមាន8ចំណុចទេគឺជាគោលនយោបាយតែមួយគត់គឺសំដៅទៅរកការកាត់បន្ថយអំណាចរបស់អ្នកដឹកនាំរដ្ឋ
ដើម្បីឲ្យគាត់នៅក្រោមច្បាប់ដើម្បីឲ្យប្រជាប្រដ្ឋនឹងអាចដាក់ទណ្ឌកម្មទៅលើអ្នកតំណាងបានតាមរយៈឧទាហរណ៍បាតកម្មដើម្បីបញ្ចេញមតិក្នុងនាមគាត់ជាម្ចាស់ដើម្បីរុញច្រានឲ្យអ្នកតំណាងរបស់គាត់ធ្វើការដែលមានប្រសិទ្ធភាពគោលនយោបាយរបស់យើងគឺសំដៅទៅរកការកាត់បន្ថយអំណាចរបស់នាយករដ្ឋមន្ត្រីនេះឯងអញ្ចឹងគោលនយោបាយរបស់យើងសឹងតែនិយាយបានថាជាគោលនយោបាយតែមួយគត់ក្នុងវត្ថុបំណងសំដៅទៅរកការកាត់បន្ថយអំណាចនាយករដ្ឋមន្ត្រីហើយក្នុងគោលនយោបាយតែមួយក្នុងការសំដៅទៅកាត់បន្ថយអំណាចនាយករដ្ឋមន្ត្រីនេះវាមាន8ចំណុចទី1គឺការកំណត់អាណត្តិនាយករដ្ឋមន្ត្រីឲ្យមានត្រឹមតែ2អាណត្តិទេទី2ត្រូវធ្វើផ្ទះឲ្យនាយករដ្ឋមន្ត្រីនៅទី3មិនអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីបង្កើតក្រុមអង្គរៈដោយខ្លួនឯងទេនិងទី4បង្កើតតុលាការរដ្ឋបាលទី5ទួលនីតិឋានន្តរស័ក្តិទាំងប៉ូលីសទាំងទាហានចាប់ពីថ្នាក់ឧត្តមសេនីយ៍ឡើងទៅត្រូវផ្ដល់សេចក្តីទុកចិត្តពីរដ្ឋសភាហាមមិនឲ្យនាយករដ្ឋមន្ត្រីចាត់តាំងទេទី6ត្រូវអព្យាក្រឹតមន្ត្រីរាជការទី7ត្រូវបោះឆ្នោតមេភូមិមេឃុំមេស្រុកមេខេត្តដោយប្រជាប្រដ្ឋរួចទម្លាក់វិញដោយប្រជាប្រដ្ឋយន្តការទាំង7ខាងលើនេះអាចសម្រេចទៅបានលុះត្រាតែមានយន្តការទី8គឺទាញអ្នកតំណាងរាស្ត្រឲ្យមកនៅខាងយើងប្រព័ន្ធបោះឆ្នោតសមាមាត្រនេះធ្វើឲ្យប្រាក់គ្រប់គ្រងអ្នកតំណាងរាស្ត្រប្រជាប្រដ្ឋឥតមានតំណាងពិតប្រាកដរបស់គាត់ទេអញ្ចឹងយើងបដូរប្រព័ន្ធបោះឆ្នោតសមាមាត្រមកជាប្រព័ន្ធបោះឆ្នោតចំមុខនេះជាយន្តការ8ចំណុចក្នុងវិធានការតែមួយគត់គឺវិធានការក្នុងការកាត់បន្ថយអំណាចរបស់នាយករដ្ឋមន្ត្រីដើម្បីឲ្យមានតុល្យភាពអំណាចរវាងអ្នកកាន់ការងារសុខទេសជាមួយនឹងប្រជាប្រដ្ឋដើម្បីឲ្យអ្នកកាន់ការងារសុខទេសនឹងគាត់កាន់ការងារដោយមានការទទួលខុសត្រូវហើយប្រជាប្រដ្ឋនឹងអាចមានអំណាចជាប្រចាំក្នុងនាមជាម្ចាស់ត្រួតពិនិត្យកិច្ចការទៅលើអ្នកតំណាងនេះគឺជាសង្គមប្រជាធិបតេយ្យដែលយើងត្រូវតែចាប់ផ្ដើមដំបូងដៃមុននឹងចាប់ផ្ដើមអភិវឌ្ឍវិស័យផ្សេងៗទៀតបាទសូមអរគុណបាទតាមដែលលោករៀបរាប់ឃើញថាគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យគឺមានគោលនយោបាយហាក់ដូចជាខុសប្លែកពីគណៈបកនយោបាយផ្សេងៗទៀតហើយខ្ញុំចង់ជម្រាបសួរលោកថាហេតុអ្វីបានជាលោកដាក់ចេញនូវគោលនយោបាយបែបនេះដោយពិនិត្យឃើញទៅលើស្ថានភាពសង្គមជាក់ស្ដែងឬមួយក៏យ៉ាងម៉េចហើយតើគោលនយោបាយដែលលោកបានដាក់ចេញនោះតើរហូតមកដល់ពេលនេះនៅក្នុងប្រទេសកម្ពុជាគេបានអនុវត្តហើយឬនៅបាទជាទូទៅខ្ញុំឃើញថាអ្នកនយោបាយទាំងអស់ពីមួយអាណត្តិទៅមួយអាណត្តិគេខិតខំស្វះស្វែងរកគោលនយោបាយថ្មីហើយជាទូទៅគឺគេទៅសេនៅក្នុងកន្ទប់របស់គេដោយផ្ដោតទៅលើភាពល្អភាពស្រស់បំព្រងនៃការសន្យារបស់គេជាជាងការសិក្សាទៅរកប្រភពនៃបញ្ហាដើម្បីដោះស្រាយបញ្ហានោះប៉ុន្តែអ្វីដែលជាកង្វល់ពិតប្រាកដរបស់ប្រជាប្រដ្ឋគឺគាត់មិនគិតថាការសន្យារបស់អ្នកនយោបាយនឹងវាអត់គ្រប់គ្រាន់សម្រាប់គាត់ទេខ្ញុំឃើញអ្នកនយោបាយខំប្រឹងរកគោលនយោបាយថ្មីមកប្រាប់ប្រជាប្រដ្ឋប៉ុន្តែកង្វល់របស់ប្រជាប្រដ្ឋមិនមែនថាគោលនយោបាយរបស់គណៈបកមួយនឹងមិនល្អមិនគ្រប់មិនគ្រាន់គាត់ចង់បានបន្ថែមទៀតទេគាត់ចង់បានការសន្យាបន្ថែមទៀតទេមិនមែនអញ្ចឹងទេគឺដោយសារប្រជាប្រដ្ឋគាត់បាត់ទំនុកចិត្តគាត់ថាសន្យាអីសន្យាទៅអញដឹងថាពួកវាដល់ពេលឆ្នោតវាអត់ធ្វើទេយើងយល់កន្លែងហ្នឹងយើងថាបញ្ហាមិននៅត្រង់ការសន្យាហ្នឹងវាអត់គ្រប់គ្រាន់ការសន្យាហ្នឹងវាតិចពេកមិននៅត្រង់ហ្នឹងទេគឺនៅត្រង់ការបាត់ទំនុកចិត្តរបស់ប្រជាប្រដ្ឋថាអ្នកនយោបាយហ្នឹងគាត់សន្យាតែអញ្ចឹងពេលដល់បោះឆ្នោតរួចហើយគាត់អត់មានគោរពតាមកិច្ចសន្យាទេត្រង់ចំណុចនេះហើយដើម្បីដោះស្រាយកង្វល់ពិតប្រាកដរបស់ប្រជាប្រដ្ឋយើងបង្កើតជាយន្តការ8ចំណុចយន្តការ8ចំណុចគឺសំដៅទៅកាត់បន្ថយអំណាចរបស់នាយករដ្ឋមន្ត្រីពេលណាបកណាឈ្នះឆ្នោតរួចហើយគាត់បានសន្យាអ្វីបើសិនជាគាត់អត់ធ្វើប្រជាប្រដ្ឋគាត់អាចបាតកម្មក្នុងនាមជាម្ចាស់ដើម្បីរុញច្រានឲ្យអ្នកនយោបាយនឹងធ្វើទៅតាមកិច្ចសន្យាដែលគាត់បានធ្វើមុនបោះឆ្នោតអញ្ចឹងហើយបានជាពួកយើងបង្កើតជាគោលនយោបាយពិសេសមួយដែលខុសអំពីគណៈបកដទៃទៀតដែលវាឆ្លុះបញ្ចាំងអំពីឆន្ទៈរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យផងវាឆ្លុះបញ្ចាំងពីការមើលឃើញរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលវាខុសអំពីគណៈបកដទៃទៀតអញ្ចឹងបានយើងលើកយកគោលនយោបាយនេះជាគោលនយោបាយពិសេសហើយយើងបានពន្យល់ប្រជាប្រដ្ឋថាមិនមែនគោលនយោបាយល្អតែមួយមុខនឹងវាគ្រប់គ្រាន់សម្រាប់ឲ្យប្រជាប្រដ្ឋគាត់បោះឆ្នោតឲ្យគណៈបកមួយទេប៉ុន្តែអត្តចរិតនយោបាយដែលបង្ហាញពីភាពសុចរិតស្មោះត្រង់ដែលបងប្អូនតាមដានក្នុងរយៈពេល5ឆ្នាំទៅវិញទេដែលបង្កើតជាទំនុកចិត្តឲ្យបងប្អូនសម្រេចចិត្តថាតើគួរបោះឆ្នោតឲ្យគណៈបកនេះឬគណៈបកនោះបើសិនណាជាបងប្អូនគ្រាន់តែស្ដាប់គោលនយោបាយក្នុងរយៈពេល1ខែម្ដងម្កាលបងប្អូនស្ដាប់ហើយបងប្អូនយល់ថាគោលនយោបាយនឹងល្អគួរតែបោះឆ្នោតឲ្យវាអត់សមវាអត់គ្រប់គ្រាន់បងប្អូនត្រូវតាមដានក្នុងរយៈពេល5ឆ្នាំដើម្បីឲ្យដឹងអត្តចរិតរបស់គណៈបកនយោបាយនឹងឲ្យដឹងពីគោលនយោបាយនិយាយរួមថាឲ្យស្គាល់គ្នាឲ្យស្គាល់គ្នាល្អិតល្អន់ថាតើពួកយើងពិតជាមានភាពស្មោះត្រង់ពិតជាមានទស្សនវិស័យគួរឲ្យទុកចិត្តបានអាចដោះស្រាយបញ្ហាមិនដែរទេអញ្ចឹងបានក្នុងរយៈពេល5ឆ្នាំនឹងយើងធ្វើជាប្រចាំដើម្បីឲ្យប្រជាប្រដ្ឋបានស្គាល់យើងជាពិសេសគឺស្គាល់អត្តចរិតនិងស្គាល់គោលនយោបាយពិសេសដែលជាការឆ្លុះបញ្ចាំងអំពីការមើលឃើញក្នុងការដោះស្រាយបញ្ហាប្រទេសជាតិដែលគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យយល់ខុសអំពីអ្នកដទៃបាទសូមអរគុណបាទមតិយោ
បល់របស់លោកអ្នកជាការរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិមានអារម្មណ៍មិនអស់ចិត្តឬនៅចាំអីទៀតទូរស័ព្ទនៅពេលនេះមកតាមលេខ092 99 6000 និង081 88 1065បាទប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅពេលនេះលោកអ្នកកំពុងតែស្ដាប់ការផ្សាយផ្ទាល់របស់កម្មវិធីតុកមូល VOD ដែលយើងកំពុងតែពិភាក្សាទៅលើគោលនយោបាយរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលនៅពេលនេះយើងមានលោកខឹមវាសនាលោកជាប្រធានគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យចូលរួមដោយផ្ទាល់បាទឥឡូវនេះដោយសារតែមានប្រិយមិត្តយើងបានទូរស័ព្ទចូលរួមហើយខ្ញុំបាទសូមស្វាគមន៍ស្រីមុំនៅភ្នំពេញបាទអឡូជម្រាបសួរស្រីមុំបាទចាជម្រាបសួរចិនលេងបាទសូមជើញបាទសិនជាមានបាទចាជម្រាបសួរខាងលោកខឹមវាសនាបាទមានសំណួរឬក៏យោបល់អ្វីសូមជើញបាទសូមទីខ្លីបាទចាខ្ញុំចង់និយាយថាគោលនយោបាយគាត់ល្អមែនទែនចាព្រោះខ្ញុំចង់ដឹងឲ្យគាត់ឲ្យបកស្រាយថាបកគលអំណាចឲ្យរាជកាត់អំណាចរដ្ឋចង់ឲ្យគាត់លំយល់លំបាត់បន្តិចអំណាចរាជហ្នឹងបកគលឲ្យនឹងនិយាយថាថាប្រជាពលរដ្ឋចង់ទម្លាក់ដោយសារបាតកម្មឬទម្លាក់ដោយសារអីបាទចាបកគលអំណាចអំណាចឲ្យប្រជាពលរដ្ឋណាចាព្រោះអីគោលនយោបាយហ្នឹងឮទៅថានៅប្រទេសគេប្រើប្រទេសអភិវឌ្ឍដែលគេប្រើដែលគោលនយោបាយហ្នឹងបាទចាអញ្ចឹងគាត់លោកគ្រូគាត់មិនតាមសម្រាប់លម្អិតទេអញ្ចឹងនៅតែពេជ្រពលថាយើងនៅមានចំណេះដឹងគេជួយយើងពេជ្រពលបើថាអ្នកគេនិយាយចេះដឹងបានច្រើននេះគេយល់ពីជំរឿតែរាប់ពីពួកខ្ញុំឯងវាបានពីជួយនេះខ្ញុំត្រូវគាត់សម្រាប់ឲ្យបានបฏิបត្តិពីគោលនយោបាយគាត់ហ្នឹងណាបាទចាហើយមួយទៀតខ្ញុំឃើញគោលនយោបាយគាត់ល្អមែនទែនចាអញ្ចឹងប៉ុន្តែលោកគ្រូធម្មតាប្រិមិត្តចូលគាត់រិះគន់អញ្ចឹងគាត់តែងតែប្រឆាំងមួយប្រិមិត្តវិញធម្មតាខ្ញុំតែងតែអ្នកដឹកនាំមួយចំនួនគេទទួលការរិះគន់គ្រប់មជ្ឈដ្ឋានទាំងអស់ដើម្បីកែលម្អខ្លួនគេឲ្យខ្លាចជាអ្នកដឹកនាំមួយដ៏ល្អប៉ុន្តែដូចថាប្រិមិត្តដាក់មួយម៉ាត់ទៅគាត់20ម៉ាត់ទៅវិញហើយចេះប្រិមិត្តដូចចិត្តតែល្ងងអញ្ចឹងហើយខ្ញុំគិតថាអ្នកដឹកនាំខ្ញុំគិតថាឃើញអ្នកដឹកនាំមួយចំនួនគេជាមេដឹកនាំគេប្រកាន់ណានៅតតាំងជាមួយនឹងប្រិមិត្តនេះគេសុខចិត្តអត់ប្រិមិត្តដាក់វាហៅវោហាដាក់ឲ្យគេវិញទៅឲ្យគេអ្នកបកស្រាយទៅប្រិមិត្តវិញវិញទៅតែប្រិមិត្តខ្លះគាត់ថាគាត់សម្រាប់គាត់រៀនបានតិចតួចទេធម្មតាលោកគ្រូអាចបង្កើតគណៈបកមួយដែលថាអាចមានជាប្រិយភាពខ្លះដែរអញ្ចឹងខ្ញុំគិតថាបើសិនជាគាត់កាយអយាប័នទិញទៅថាគាត់ជាទូបានជោគជ័យឯព្រោះអីអ្នកដឹកនាំទៅការគុណធម៌ទៅអាកាយអញ្ចឹងខ្ញុំគិតថាអញ្ចឹងព្រោះអីគាត់ថាគាត់ជាលោកគ្រូមុខគាត់ជាថាខ្ញុំវិញប៉ុន្តែខ្ញុំគិតថាខ្ញុំគិតថាប្រកបវិកែនៅចរិតគាត់អញ្ចឹងខ្ញុំគិតថាប្រកបជាទូបានជោគជ័យតែបើឥឡូវនេះគាត់មិនអត់កែខ្ញុំគិតថាអត់អាចរត់បានជោគជ័យទេបាទសូមអរគុណណាបាទសូមអរគុណសូមជំរាបលាបាទសូមជួយលោកពុកបាទសំណួរមុននឹងឆ្លើយតបជាមួយនឹងសំណួររបស់ក្មួយអំពីរឿងថាតើត្រូវធ្វើម៉េចដើម្បីឲ្យប្រជាប្រដ្ឋមានអំណាចហើយប្រជាប្រដ្ឋប្រើអំណាចរបៀបម៉េចណាខ្ញុំសូមនិយាយបន្តិចថាខ្ញុំមកធ្វើនយោបាយនេះអត់មានផលប្រយោជន៍របស់ខ្ញុំក្នុងរឿងនយោបាយទេហើយក្មួយប្រើពាក្យថាបើអត់កែទេអត់បានជោគជ័យវាហាក់បីដូចជាជោគជ័យរបស់ខ្ញុំអត់មានព្រឺទេពាក្យគៀបសង្កត់ណាមួយខ្ញុំអត់ព្រឺពួកខ្ញុំអត់ចាំបានអីពីគេបាទខ្ញុំមកធ្វើនយោបាយនេះអត់មានភ្ជាប់ផលប្រយោជន៍ផ្ទាល់ខ្លួនក្នុងរឿងនយោបាយតសោះខ្ញុំមើលឃើញអ្នកនយោបាយដទៃទៀតហ្នឹងវាអត់សមស្របជាអ្នកនយោបាយទី1គេមានដួងចិត្តនិងស្មោះត្រង់ខ្ញុំអាចសុំកាត់លោកបន្តិចខ្ញុំអាចសួរសំណួរលោកមួយថាចុះអញ្ចឹងតើលោកធ្វើនយោបាយដើម្បីអ្វីដែរបាទធ្វើនយោបាយដើម្បីជួយគេបើម្ចាស់គេមកជួយហើយទៅបាទអរគុណច្រើនបាទខ្ញុំចង់ជួយអ្នកដទៃបើអ្នកដទៃគេមិនចង់ឲ្យខ្ញុំជួយហើយទៅកុំប្រើពាក្យថាបើធ្វើនយោបាយអញ្ចឹងតិចអត់បានជោគជ័យមិនមែនរឿងរបស់ខ្ញុំទេបាត់បោះឆ្នោតហើយទៅខ្ញុំអត់ដែររវល់ទេខ្ញុំបង្កើតគណៈបកនយោបាយក្នុងដួងចិត្តរបស់ខ្ញុំច្បាស់ខ្ញុំមើលឃើញអ្នកនយោបាយអត់មានបុគ្គលិកលក្ខណៈសមស្របជាអ្នកនយោបាយទី1គេអត់មានដួងចិត្តស្មោះត្រង់គេយកនយោបាយជាមុខរបររកស៊ីរបស់គេយ៉ាងតិចបំផុតក៏គេចង់បានមុខមាត់ក្នុងរឿងនយោបាយតែខ្ញុំអត់មានទេរឿងអស់ហ្នឹងទី2ទោះបីជាគេចង់ជួយពិតប្រាកដក៏ដោយប៉ុន្តែគេអត់មានទស្សនវិស័យគេមើលអត់ឃើញថាតើបញ្ហាស្រុកខ្មែរត្រូវដោះស្រាយម៉េចគេបង្កើតគោលនយោបាយដូចឧទាហរណ៍ថាវាជាមែកធៀងវាជាផ្លែផ្កាប៉ុន្តែគេអត់បានមើលឬគល់ទេគេដោះស្រាយបញ្ហាទឹកធ្វើស្រែបញ្ហាដីធ្លីបញ្ហាអន្តោប្រវេសន៍បញ្ហាអីវាគ្រាន់តែជាមែកធៀងទេវាគ្រាន់តែជាផ្លែផ្កាទេវាអត់មែនជាឬគល់ពួកយើងមើលឃើញថាបញ្ហាទាំងអស់កើតមកពីប្រព័ន្ធប្រមូលផ្ដុំអំណាចសិទ្ធិនិងអំណាចក្នុងការដឹកនាំប្រទេសវាអត់ស្ថិតក្នុងកណ្ដាប់ដៃប្រជាពលរដ្ឋនេះអាឃើញពីចំណុចហ្នឹងដែលខ្ញុំតឹងទ្រូងខ្ញុំចង់ចូលមកធ្វើនយោបាយទី1ឃើញអ្នកនយោបាយវាមិនស្មោះត្រង់យកនយោបាយជាមុខរបររកស៊ីរបស់គេម្ដងម្ដងគ្នាហ្នឹងទី1ទី2ខ្ញុំឃើញពួកគេអត់មានទស្សនវិស័យមើលវាអត់ឆ្លោះជ្រៅដល់ពេលខ្ញុំឃើញអញ្ចឹងខ្ញុំតឹងទ្រូងពេកខ្ញុំមកប្រាប់ប្រជាពលរដ្ឋទៅ
ចឹងកុំប្រើពាក្យថាអូយបើធ្វើអញ្ចឹងប្រយ័ត្នអត់ជោគជ័យខ្ញុំថាអត់ជោគជ័យអត់ទៅខ្ញុំប្រើពាក្យខ្លីថាមិនមុខដូចម៉ែខ្ញុំទេខ្ញុំអត់ខ្វល់ទេហើយខ្ញុំប្រើពាក្យថាសិលធម៌របស់ខ្ញុំនោះណាគឺភាពស្អាតស្អំសុចរិតទៀងត្រង់ឃើញខុសថាខុសឃើញត្រូវថាត្រូវមិនដឹងជាប្រជាប្រដ្ឋខ្មែរគាត់យល់ថាសិលធម៌យ៉ាងម៉េចឧទាហរណ៍សិលធម៌ដោយលោកកឹមសុខាគាត់និយាយល្អប៉ុន្តែគាត់មានប្រពន្ធចង់មានអីចឹងសិលធម៌អ្នកនៅក្នុងគណៈបកសង្ស៊ីគេនិយាយល្អប៉ុន្តែយកប្រពន្ធចង់ប្រពន្ធដើមផងនៅក្នុងហ្នឹងគេយល់ថានឹងសិលធម៌តែពួកយើងវិញយើងយល់សិលធម៌ថាភាពស្មោះត្រង់នៅក្នុងដួងចិត្តរបស់យើងខុសថាខុសត្រូវថាត្រូវនេះជាសិលធម៌គំរូរបស់ពួកយើងហើយពួកគេថាយើងអត់មានសិលធម៌អានឹងជាការយល់របស់គេយើងយល់ផ្សេងហើយខ្ញុំអត់មានសម្ពាធទេខ្ញុំនិយាយចឹងថាអូទេអត់បោះឆ្នោតឲ្យថាមិនបោះឆ្នោតឲ្យមុខមិនមែនដូចម៉ែខ្ញុំទេខ្ញុំប្រើពាក្យខ្លីខ្ញុំកាច់ប្រជាប្រដ្ឋតបបានខ្ញុំថាបើតើណាជាអ្នករកអ្នកនយោបាយដែលប្រជាប្រដ្ឋត្រូវអរគុណអត់បានទេណាអ្នកនៅតែរកអ្នកនយោបាយដែលអ្នកនយោបាយឈ្នះឆ្នោតឲ្យអរគុណប្រជាប្រដ្ឋទេស្រុកខ្មែរនៅតែលាយចឹងអ្នកត្រូវរកអ្នកនយោបាយដែលបងប្អូនប្រជាប្រដ្ឋត្រូវអរគុណគេត្រូវអរគុណអ្នកនយោបាយបើសិនជាបងប្អូនយល់ថាទេខ្ញុំនិយាយអញ្ចឹងមិនសមបោះឆ្នោតឲ្យទេអានឹងបោះឆ្នោតឲ្យទៅថាខ្ញុំគ្មានជាប់ជាពាក់វគ្គវិនអីក្នុងរឿងបានស្លឹកឆ្នោតឬអត់ស្លឹកឆ្នោតអីទេខ្ញុំមកនេះគឺក្នុងដួងចិត្តរបស់ខ្ញុំចង់ជួយបើបងប្អូនចង់ឲ្យខ្ញុំជួយវិញងាប់នៅនឹងទៅនិយាយខ្លីបាទតើតើសំណួរទី1របស់បន្ទាប់មកទៀតខ្ញុំចង់បង្ហាញក្មួយខ្ញុំតសើក្មួយដែរខ្ញុំស្ដាប់សំឡេងខ្ញុំយល់ពីអត្តចរិតរបស់ក្មួយគឺថាក្មួយមើលឃើញទាស់នៅក្នុងចិត្តពិតប្រាកដមិនមែនក្មួយមិនមែនជាមនុស្សកាច់មូលទេក្មួយមើលឃើញទាស់នឹងសម្ដីរបស់ខ្ញុំអេយ៉ាប័តរបស់ខ្ញុំក្មួយទាស់ដោយក្នុងចិត្តរបស់ខ្ញុំសុំតសើត្រង់ចំណុចហ្នឹងគឺថាក្មួយមិនមែនជាមនុស្សដែលបំពេញដោយមនុស្សខ្លះគេហៅមនុស្សធ្វើដីលក់អីអញ្ចឹងខ្ញុំគោរពសកម្មភាពដែលផុសចេញពីដួងចិត្តមកជាមនុស្សដែលគោរពខ្លួនឯងគឺថានិយាយតែអ្វីដែលខ្លួនយកឃើញទោះបីការយកឃើញរបស់ខ្លួននោះវាមានភាពខុសឆ្គងក៏ដោយប៉ុន្តែវាស្មោះត្រង់ពីខាងក្នុងខ្ញុំសូមសរសើរនាងត្រង់ចំណុចហ្នឹងបន្ទាប់មកទៀតខ្ញុំសូមបញ្ជាក់ប្រាប់ក្មួយឲ្យបានច្បាស់ក្មួយរឿងអំណាចរបស់ប្រជាប្រដ្ឋវាហាក់បីដូចជាអញ្ចឹងក្មួយដូចជាម្សៅមួយនៅក្នុងដៃម្សៅនឹងឧទាហរណ៍ដូចជានាយករដ្ឋមន្ត្រីគាត់កាន់អំណាចប្រមូលផ្ដុំអញ្ចឹងម្សៅនៅក្នុងដៃកាលណាយើងច្បាច់ម្សៅនឹងខ្លាំងម្សៅវាហៀតាមច្បែបដៃកាលណាយើងពង្រួមអំណាចរបស់នាយករដ្ឋមន្ត្រីគឺប្រជាប្រដ្ឋណាគាត់មានអំណាចហ្នឹងមកពីគាត់បាត់ខ្លាចសួរគាត់មានកំភ្លើងថាអត់ទេប៉ុន្តែពេលយើងកាត់បន្ថយអំណាចនាយករដ្ឋមន្ត្រីទៅយើងលែងខ្លាចដល់ពេលយើងលែងខ្លាចយើងយកទៅអនុវត្តអីអាភាពអត់ខ្លាចរបស់យើងថាយើងយកទៅអនុវត្តច្បាប់អនុវត្តសិទ្ធិយើងដែលចែងក្នុងរដ្ឋធម្មនុញ្ញនោះណាមិនមែនយកអំណាចហ្នឹងទៅប្រើខុសផ្លូវច្បាប់ឯអត់បានទេគេនៅតែចាប់យើងដាក់គុកប៉ុន្តែសប្តាហ៍ថ្ងៃនេះមានសិទ្ធិមានច្បាប់ការពារសិទ្ធិរបស់យើងរួចហើយប៉ុន្តែយើងអត់អាចអនុវត្តសិទ្ធិរបស់យើងបានទេពីព្រោះអ្វីពីព្រោះនាយករដ្ឋមន្ត្រីគាត់មានអំណាចប្រមូលផ្ដុំយើងវាខ្លាចដល់ពេលយើងខ្លាចយើងបាត់អំណាចអញ្ចឹងបានជាយើងប្រើយន្តការ8ចំណុចកាត់បន្ថយអំណាចរបស់នាយករដ្ឋមន្ត្រីធ្វើឲ្យប្រជាប្រដ្ឋហ្នឹងគាត់លែងខ្លាចដល់ពេលគាត់លែងខ្លាចគាត់ប្រើសិទ្ធិដែលចែងក្នុងច្បាប់បានសួរថាតើអំណាចរបស់ប្រជាប្រដ្ឋជាក់ស្ដែងនោះវាប្រើក្រមរូបភាពប្រមាណជាទូទៅក្មួយគេប្រើក្នុងរូបភាព3ទី1ទម្លាក់ដោយតំណាងរបស់បងប្អូនទម្លាក់ដោយតំណាងរបស់បងប្អូនគឺទម្លាក់នាយករដ្ឋមន្ត្រីឬរដ្ឋមន្ត្រីសមាជិកណាមួយរបស់រដ្ឋាភិបាលតាមរយៈសម្លេង 50% បូក1នៃតំណាងរបស់ពួកយើងទាំងអស់គ្នាគឺតំណាងរាស្ត្រគាត់មានសម្លេង 50% បូក1គាត់ទម្លាក់នាយករដ្ឋមន្ត្រីបានប៉ុន្តែដើម្បីឲ្យតំណាងរាស្ត្រនឹងអាចមានសិទ្ធិទម្លាក់នាយករដ្ឋមន្ត្រីបានយើងត្រូវដូរប្រព័ន្ធបោះឆ្នោតដើម្បីឲ្យអ្នកតំណាងរាស្ត្រហ្នឹងកុំនៅក្រោមកញ្ញាំរបស់បកព្រោះសប្តាហ៍ថ្ងៃយើងបោះឆ្នោតឲ្យបកដល់ពេលអញ្ចឹងតំណាងរាស្ត្រក៏ហ៊ានទម្លាក់នាយករដ្ឋមន្ត្រីទេមិនមែនដូចគណៈបកខ្លះទៀតនៅក្រៅរដ្ឋាភិបាលគាត់និយាយថាមិនបាច់ដូរប្រព័ន្ធទេគឺថាគាត់ធ្វើជាតំណាងរាស្ត្រគាត់មិនកាន់ជើងនាយករដ្ឋមន្ត្រីដែលមកពីគណៈបកគាត់ទេប៉ុន្តែជាទូទៅគឺថាគ្រាន់តែយើងរៀបចំច្បាប់រៀបចំញត្តិដើម្បីទម្លាក់នាយករដ្ឋមន្ត្រីហ្នឹងគេដេញយើងចេញពីបកបាត់ហើយពីព្រោះច្បាប់រាល់ថ្ងៃហ្នឹងគឺថាតែយើងអស់សមាជិកភាពពីបកគឺយើងអស់តំណាងរាស្ត្រហ្មងយើងមិនទាន់បានធ្វើច្បាប់ផងគ្រាន់តែគេដឹងថាយើងប្រងធ្វើអ្វីមួយដែលប៉ះពាល់ដល់នាយករដ្ឋមន្ត្រីហ្នឹងគាត់ជាប្រធានបកគាត់អាចដកយើងបាត់ហើយអញ្ចឹងដើម្បីឲ្យតំណាងរាស្ត្រហ្នឹងគាត់អាចទម្លាក់នាយករដ្ឋមន្ត្រីឬសមាជិករដ្ឋាភិបាលណាមួយបានដំបូងដៃត្រូវផ្ដាច់តំណាងរាស្ត្រនឹងមកសិនយើងគិតយើងជាអង្គុយគិតបានយើងរៀបចំយន្តការ8ចំណុចយើងត្រូវផ្ដាច់តំណាងរាស្ត្រតាមប្រព័ន្ធបោះឆ្នោតចំមុខឲ្យតំណាងរាស្ត្រមកនៅខាងប្រជាប្រដ្ឋទៅដល់ពេលហ្នឹងគាត់ទម្លាក់នាយករដ្ឋមន្ត្រីគាត់លែងខ្លាចហើយហ្នឹងគឺជាការទម្លាក់ដែលជាការប្រើអំណាចរបស់ប្រជាប្រដ្ឋទី1គឺតាមរយៈអ្នកតំណាងរបស់គាត់ដើម្បីឲ្យអ្នកតំណាងប្រើការបានលុះតែបោះឆ្នោតចំមុខទី2គឺប្រជាប្រដ្ឋទម្លាក់តាមរយៈនៃការបោះឆ្នោតរាល់អាណត្តិម្ដងបាទសប្តាហ៍ថ្ងៃនេះសួរថាយើងមានអំណាចទម្លាក់ថាយើងវាខ្លាចបងប្អូនទៅបោះឆ្នោតបងប្អូនខ្លាចអត់វាអត់បានតាមឆន្ទៈហើយមានខ្លះគេអំពាវនាវថាសូមឲ្យបងប្អូនទៅបោះឆ្នោតកុំខ្លាចមិនបើខ្លានៅមួយពីមុខចាប់តែចងខ្លានឹងដាក់ទ្រុងខ្ញុំលែងខ្លាចហើយគេអត់ព្រមចាប់ចងខ្លាដាក់ទ្រុងមិនព្រមកាត់បន្ថយអំណាចនាយករដ្ឋមន្ត្រីរួចគេចេះតែអំពាវនាវថាឲ្យប្រជាប្រដ្ឋកុំខ្លាចមិនបើយើងធ្វើសកម្មភាពនយោបាយទៅយើងមានរឿងមែនចេះតែកុំឲ្យខ្លាច
អញ្ចឹងក្នុងករណីបោះឆ្នោតដូចសពថ្ងៃនេះប្រជាពលរដ្ឋអត់ទាន់មានអំណាចទេពីព្រោះគាត់នៅខ្លាចដល់ពេលយើងកាត់បន្ថយអំណាចនាយករដ្ឋមន្ត្រីហើយការបោះឆ្នោតនេះគឺជាការទម្លាក់មួយទៀតរបស់ប្រជាពលរដ្ឋហ្នឹងគឺទម្លាក់ដោយសេរីប្រជាពលរដ្ឋអាចប្រើអំណាចរបស់គាត់បានដល់ពេលទម្លាក់ទី3គឺតាមរយៈនៃបាតកម្មឥឡូវនេះយើងអត់ហ៊ានបាតកម្មទៀតព្រោះនាយករដ្ឋមន្ត្រីមានអំណាចពោពេះទៀតដល់ពេលអញ្ចឹងយើងកាត់បន្ថយអំណាចរបស់នាយករដ្ឋមន្ត្រីទៅយើងអាចបាតកម្មបាននេះគឺជាការប្រើអំណាចទាំង3របស់ប្រជាពលរដ្ឋរូបភាពនៃការប្រើអំណាច3យ៉ាងពេលណាកាត់បន្ថយអំណាចនាយករដ្ឋមន្ត្រីបងប្អូននឹងមានអារម្មណ៍ផ្សេងហ្មងនឹងមានអារម្មណ៍ថាអូប្រទេសយើងលែងខ្លាចហ្មងប៉ុន្តែបើទុកឲ្យប្រព័ន្ធប្រមូលផ្ដុំអំណាចកុំនិយាយថាពីណាមកអំពាវនាវកុំឲ្យប្រជាពលរដ្ឋខ្លាចប្រជាពលរដ្ឋនៅតែខ្លាចនេះគឺជារូបភាព3យ៉ាងនៃការប្រើអំណាចរបស់ប្រជាពលរដ្ឋទៅលើអ្នកតំណាងរបស់ខ្លួនបាទសូមអរគុណលោកបាទកម្មវិធីតុកមូ VOD ជាវេទិកាបញ្ចេញមតិរបស់ប្រជាពលរដ្ឋរៀងខ្លួនហើយឬនៅទូរស័ព្ទមកពេលតាមរយៈលេខ092 99 60 00និង081 88 1065បាទប្រិយមិត្តស្ដាប់ជាទីមេត្រីនៅពេលនេះម៉ោង 2:30 នាទីមកនៅក្នុងបន្ទប់ផ្សាយរបស់វិទ្យុសារិកាដែលនៅពេលនេះគឺជាកម្មវិធីផ្សាយផ្ទាល់តុកមូល VOD ដែលយើងកំពុងតែពិភាក្សាទៅលើប្រធានបទគោលនយោបាយរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដោយយើងមានលោកខំវិស្នាលោកជាប្រធានគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យជាវិក្កាមកិត្តិយសបាទឥឡូវនេះសូមស្វាគមន៍ប្រិយមិត្តយើងជាបន្តលោកសុផាតនៅកំពង់ស្ពឺបាទឥឡូវជម្រាបសួរលោកសុផាតឥឡូវជំរាបសួរបងបាទសូមជម្រាបលោកសុផាតលោកមានសំណួរឬក៏យោបល់អ្វីជុំវិញគោលនយោបាយរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបាទសូមជំរាបសួរបងខំស្នាបងបាទជំរាបសួរអូនខ្ញុំបានស្ដាប់គោលនយោបាយរបស់គណៈបកសម្ព័ន្ធនេះវា2ឆ្នាំ3ឆ្នាំហើយដូច្នេះខ្ញុំយល់អំពីគោលការណ៍របស់គណៈបកសម្ព័ន្ធហើយខ្ញុំបានចំណេញពីការស្ដាប់នេះជាច្រើនណាស់ពីការនិយាយស្ដីការរស់នៅនិងការមិនចង់ចាញ់មិនចង់ឈ្នះដល់អ្នកដទៃទៀតផងហើយខ្ញុំអត់មានសំណួរអីសួរទៀតទេតែថាខ្ញុំបានស្ដាប់ជាយូរណាស់មកហើយខ្ញុំគូចង់ចេញមតិបន្តិចថ្មីនេះដូចអាទិត្យមុននេះមានគណៈបកដែលគណៈបកប្រឆាំងមួយដែលមកពីលីផ្ទះខ្ញុំហើយគឺសូមទិញខ្ញុំបាទខ្ញុំគេថាបងឯងបោះឆ្នោតឲ្យខាងខ្ញុំមកចាំខ្ញុំឲ្យលុយដែល150000ដល់អញ្ចឹងខ្ញុំថាបោះឆ្នោតឲ្យលុយ150000ហើយមើលតែខ្ញុំនឹងសាច់ត្រីឬសាច់សាច់គូមែនទេខ្ញុំជីវខ្ញុំអីចឹងនឹងតែខ្ញុំគូមានតបតែគេទៅវិញចឹងទៅឲ្យគេគូខឹងខ្ញុំបន្ទាប់មកគេខឹងដល់បងខ្ញុំវាសនាទៀតថាពួកគណៈបកនឹងដូចរឹតរឹងក្បាលហ្នឹងគេចង់ឲ្យចូលរួមគ្នាដូចអត់ចង់ចូលសោះដូច្នេះខ្ញុំបានស្ដាប់អំពីគោលការណ៍គណៈបកសម្ព័ន្ធនេះខ្ញុំយល់ថាមិនខាតទេមានតែចំណេញបាទដូច្នេះខ្ញុំអត់ទៅចេញទេបាទសូមអរគុណសូមជម្រាបលាបាទសូមអរគុណច្រើនបាទលោកសុផាតសង្ឃឹមថាជួបគ្នានៅពេលក្រោយបាទសូមជួបប្រិយមិត្តយើងជាបន្តទៀតស៊ីណាតនៅភ្នំពេញបាទឥឡូវជំរាបសួរបាទបាទសូមជើញស៊ីណាតបាទចាឥឡូវជំរាបសួរលោកពូវិស្នាផងជំរាបសួរមួយចាខ្ញុំសប្បាយចិត្តដែលបានចូលរួមក្នុងកម្មវិធីបលពូតាមពិតទៅខ្ញុំអត់ស្គាល់គណៈបកបលពូមុនពេលបោះឆ្នោតអាភិបទាំងកាន់ខ្ញុំអត់ស្គាល់មែនហើយនិយាយតាមមិត្តភក្តិខ្ញុំថាខ្ញុំអត់បោះឆ្នោតទេអាណត្តិនេះខ្ញុំអត់ស្គាល់ទេមានគណៈបកតាមួយដែលត្រូវមានសុខចិត្តនឹងជួយជាឯងហើយមកមកខ្ញុំកណាឲ្យស្ដាប់វិទ្យុចឹងខ្ញុំស្ដាប់ដំបូងខ្ញុំរងជំរាបដោយសញ្ញាព្រៃមកអញ្ចឹងខ្ញុំថាអូហេតុអីមិនជាគណៈបកនេះគាត់ជាអបអរតែទីបំផុតខ្ញុំយល់ថាប្រាពីខ្ញុំស្ដាប់មកមួយសប្ដាហ៍ហើយតាមទៅគណៈបកមួយនេះគឺជាការផ្លាស់ប្ដូរទស្សនៈមួយដ៏ស៊ីជម្រៅបើមិនជាបងប្អូនប្រជាពលរដ្ឋខ្មែរគាត់ស្វែងយល់នៅតាមដាននឹងរកសកម្មភាពរបស់គណៈបកនេះទៅជាអ្នកដែលមានចេតនាក្នុងការយល់ឃើញទាន់សម័យនេះបាទនេះជាការគិតឃើញរបស់ខ្ញុំមកលោកពូបាទអ្វីដែលគាត់និយាយឬអ្វីដែលគាត់ថាប្រជាជនល្ងងឬយ៉ាងម៉េចហ្នឹងគឺជាការពិតប្រជាជនខ្មែរយើងអត់ដែលទទួលស្គាល់តាមពិតទេដូចជាខ្មែរមួយដែលគាត់តែនិយាយថាភាពពិតរឹងថ្លៃចាភាពហ្នឹងគឺនិយាយចំគឺមានអារម្មណ៍ថាចាក់ចំបេះដូងហ្នឹងមនុស្សហ្នឹងអត់ទទួលយកកំហុសឬក៏ចំណុចខ្វះរបស់ខ្លួនទេគាត់តែបើសិនជាយើងប្រើទស្សនៈការគិតវិញឲ្យបានត្រឹមត្រូវហើយស្វែងយល់ពីចំណុចខ្សោយរបស់ខ្លួនណា
lên năng áp thì vợ này lên năng ai áp thì vợ năng sai sai thì tình này áp ra là bóc luôn mà đong thì hai là hai để chia cơ hội mười đại toán cùng có ta để sang mà để giá đi để sang thì là tạm để sang có đã phát đâu cái tình này ta rất bắt qua đây chắc hắn vừa như nhà đang hay mắc tiền đưa lên mà bắt trong như để trang đây là nó chưa bắt ao con chán bà ao con chán miền chỉ sunu bà sông chén bà dạ nhưng trong tôi đây được cô được tiền cái này bà tôi tha với trên kia ra to su nông cùng được chắc là người yêu bao được cô nhưng không ra đại dân người ta đang cùng với thì người bao được cô cho tới nông ta đã phải bài học từ cái đấy rồi đã phải một buồn rồi rồi ngày này hay lâu để vừa là hô ta được cô vừa là hô ta mình chơi sát anh chia sẻ vài chuyện đặt tu sắp ta hỏi bên đây luôn xâm dulពីសំណួររបស់មួយស្រីមិញគាត់សួរខ្ញុំថាបើសិនជាយើងធ្វើហើយវាអត់បានសម្រេចវាក្នុងរយៈពេលយូរតើយើងនៅតែបន្តធ្វើទៅទៀតឬយ៉ាងម៉េចបាទក្មួយត្រូវសង្កេតអំពីធម្មធាតុអូបាថាស្លែងវាមានធម្មធាតុវាល្វីងពីកំណើតយើងមិនបាច់សួរវាថាហេតុអីបានស្លែងល្វីងទេអំពៅវាមានធម្មធាតុវាផ្អែមពីកំណើតទោះបីវានៅក្នុងយន្តគៀបយ៉ាងណាក៏ដោយវានៅតែផ្អែមមនុស្សល្អវាមានធាតុល្អជាធាតុទ្រទ្រង់ដើម្បីคล้ายទៅជាមនុស្សល្អយ៉ាងតិចបំផុតមានលក្ខណៈ5យ៉ាងស្គាល់អំពើល្អស្រឡាញ់អំពើល្អដាំបណ្ដុះអំពើល្អការពារអំពើល្អហើយនឹងពង្រីកអំពើល្អមនុស្សល្អវាមានធាតុរបស់វាអញ្ចឹងវាមានធាតុទ្រទ្រង់របស់វាក្មួយសួរថាបើសិនជាយើងធ្វើទៅយើងឈប់ធ្វើអត់បើស្នាជាយើងឈប់ធ្វើមានន័យថាយើងក៏អត់ទាន់គ្រប់គ្រាន់ជាមនុស្សល្អទេអារឿងឈឺឆ្អាលនឹងគេអារឿងទើបភ្នែកឃើញគេធ្វើខុសចង់តែចេញទៅនិយាយវាជាធាតុរបស់យើងអញ្ចឹងសួរថាបើស្នាជាយើងធ្វើយូរទៅយើងហត់យើងឈប់ធ្វើទោះបីយើងហត់ប៉ុណ្ណាក៏ដោយជាធម្មធាតុរបស់យើងអត់អាចឈប់ធ្វើបានទេសម្រាប់ខ្លួនខ្ញុំធ្វើតថ្ងៃងាប់ហើយក្មួយធ្វើបន្តទៅទៀតទៅដើម្បីឲ្យបានមៀតទៅភូមិមួយក្មួយស្ដាប់ឲ្យច្បាស់ណាស់មៀតទៅភូមិមួយដែលពួកយើងអត់មានពួកនាយករដ្ឋមន្ត្រីពួកអីទេពួកយើងទាំងអស់គ្នារស់នៅដោយស្មារតីគ្នាក្នុងភាពជាម្ចាស់ក្មួយគិតពិចារណាមើលតើអានឹងវាថ្លៃថ្លាជាងគោលនយោបាយរបស់គណៈបកដទៃទៀតយ៉ាងណាទៅគេឲ្យសរងគេឲ្យកម្មាគេឲ្យលុយ 40,000 ប្រាក់ខែប៉ុណ្ណេះប៉ុណ្ណោះប៉ុន្តែរឿងភាពជាម្ចាស់នៅលើទឹកដីមួយគេអត់ឲ្យយើងទេយើងចង់កសាងមាតុភូមិរបស់ពួកយើងទាំងអស់គ្នាជាកន្លែងសុខសាន្តរបស់ពួកយើងទាំងអស់គ្នាបើអត់ទាំងអស់គ្នាបើមានទាំងអស់គ្នាយើងផ្ដើមចេញពីកណ្ដាប់ដៃរបស់ពួកយើងកសាងសុបិនរួមរបស់ពួកយើងឆ្នាំនេះខ្ញុំ49ឆ្នាំហើយខ្ញុំអត់មានស្អីចែកគេទៅឲ្យបងប្អូនជនរួមជាតិទៀតទេខ្ញុំចង់តែកសាងមាតុភូមិរបស់ពួកយើងឲ្យពួកយើងរស់នៅដោយសុខសាន្តឲ្យពួកយើងទាំងអស់គ្នាធ្វើជាម្ចាស់នៅលើមាតុភូមិដ៏ស្ទូចរបស់យើងតែប៉ុណ្ណឹងអ្វីដែលខ្ញុំធ្វើ5ឆ្នាំនេះខ្ញុំជឿជាក់ថាបើសិនជាបងប្អូនតាមដានបងប្អូនស្គាល់សន្តានចិត្តរបស់ខ្ញុំស្គាល់សន្តានចិត្តរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យផងយើងយល់គ្នាហ្មងសឹងថាអើយបងប្អូនក៏បោះឆ្នោតឲ្យមិនបាច់បោះឆ្នោតឲ្យទេនិយាយអញ្ចឹងណាអ្នកគ្រប់គ្រងយើងសើចទៅទៀតព្រោះអីគាត់ជឿជាក់លើយើងគាត់ស្គាល់យើងអស់ហើយនេះគឺជាពលរដ្ឋដែលយើងចង់កសាងមិនមែនថាដល់ថ្ងៃបោះឆ្នោតរួចហើយគាត់មកស្ដាប់គោលនយោបាយហើយគាត់សួរថាគោលនយោបាយល្អខ្ញុំបោះឆ្នោតឲ្យខ្ញុំដឹងនិយាយថាម៉េចទេខ្ញុំអត់មានប្រយោជន៍ក្នុងរឿងនេះមិនបាច់បោះឆ្នោតឲ្យទេទី1បងប្អូនតាមដានដឹងដួងចិត្តរបស់យើងទី2បងប្អូនដឹងគោលនយោបាយរបស់យើងជាការយល់ឃើញថាដើម្បីដោះស្រាយបញ្ហាប្រទេសជាតិយើងធ្វើយ៉ាងម៉េចបើសិនជាបងប្អូនជាពលរដ្ឋដែលមានសេចក្តីថ្លៃថ្នូរមានការទទួលខុសត្រូវបងប្អូនត្រូវតែច្បាស់លាស់ក្នុងខ្លួនថាបងប្អូនទទួលព័ត៌មានយ៉ាងល្អិតល្អន់ពីគណៈបកដែលបងប្អូនបំរុងនឹងបោះឆ្នោតឲ្យនេះគឺជាការបោះឆ្នោតដែលមានការទទួលខុសត្រូវដែលយើងចង់កសាងដោយចាប់ផ្ដើមពីពលរបស់យើងទៅមុនបាទសូមអរគុណច្រើនបាទខ្ញុំឥឡូវនេះប្រិយមិត្តយើងមួយរូបទៀតបាទសូមអធិស្ឋានដោយសារតែប្រិយមិត្តបានចូលហើយប៉ុន្តែខ្ញុំចង់ជម្រាបសួរលោកបន្ថែមបន្តិចតាក់ទងអំបញ្ញមិញក៏ថាបើមិនជោគជ័យលោកនឹងធ្វើរហូតបាទប៉ុន្តែដោយសារតែគោលនយោបាយរបស់គណៈបករបស់លោកបើតាមការមើលឃើញរបស់ខ្ញុំគឺថាជាគោលនយោបាយមួយដែលល្អប្រសិនបើយើងអនុវត្តបានហើយដោយដែលប្រិមិត្តយើងពីដើមបានលើកឡើងអញ្ចឹងគឺថានៅក្នុងសង្គមប្រជាធិបតេយ្យពិតប្រាកដប្រទេសដែលគេរីកចម្រើនតាមបែបប្រជាធិបតេយ្យនេះគឺគេបានអនុវត្តនៅគោលនយោបាយអស់នឹងហើយបាទបើសិនជាគណៈបករបស់សូមអធិស្ឋានបើសិនជាគណៈបករបស់លោកនៅតែមិនបានទទួលការគ្រប់គ្រងពីប្រជាពលរដ្ឋតើលោកអាចមានវិធីសាស្ត្របែបណាដើម្បីឲ្យគោលនយោបាយរបស់លោកយ៉ាងហោចណាស់បើមិនបានទាំង8ចំណុចយ៉ាងហោចណាស់ក៏1ចំណុចឬក៏2ចំណុចត្រូវបានរដ្ឋាភិបាលនៅអាណត្តិថ្មីនោះបាទដែលនឹងមកកាន់នៅពេលឆាប់នោះយកទៅអនុវត្តនៅក្នុងការគ្រប់គ្រងដឹកនាំប្រទេសកម្ពុជារយៈពេល5ឆ្នាំទៅមុខដែរទេបាទមុននឹងឆ្លើយនឹងសំណួរនឹងខ្ញុំសូមគូសបញ្ជាក់អំពីអារម្មណ៍របស់ខ្ញុំពេលដែលឮគេនិយាយអំពីរឿងគេសួរមកខ្ញុំឬក៏គេនិយាយមកកាន់ខ្ញុំគេនិយាយថា
គោលនយោបាយរបស់គណៈបកលោកគោលនយោបាយរបស់លោកពេលណាខ្ញុំឮពាក្យហ្នឹងខ្ញុំមានអារម្មណ៍ព្រឺខ្ញុំចេះឆ្ងល់ថាហេតុអ្វីបានជាគេអត់បានឆ្លោះបញ្ចាំងអំពីយន្តការ8ចំណុចដែលជាផលប្រយោជន៍របស់យើងទាំងអស់គ្នាយ៉ាងហោចបំផុតគឺគួរតែប្រើពាក្យថាគោលនយោបាយរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យវាមិនគួរថាគោលនយោបាយរបស់លោកគោលនយោបាយរបស់គណៈបកលោកខ្ញុំចេះតែយល់ថាចុះយន្តការ8ចំណុចឃើញប្រយោជន៍របស់ពួកយើងទាំងអស់គ្នាមិនគួរនិយាយថារបស់លោកគោលនយោបាយរបស់លោកគណៈបកលោកខ្ញុំចូលតែប្រដាប់លឹងខ្ញុំមានព្រឺខ្ញុំគួរតែលឺយ៉ាងហោចបំផុតត្រឹមថាគោលនយោបាយរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យពីព្រោះយើងមិនចង់ថាអូទោះបីជាយើងគ្រប់គ្រងក៏ដោយក្នុងនាមយើងជាអ្នកធ្វើការយើងមិនត្រូវបញ្ចេញទេយើងគួរតែនិយាយថាគោលនយោបាយរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យអរគុណច្រើនបាទខ្ញុំសូមអធិស្ឋានព្រោះការប្រើពាក្យពេលខ្លះយើងមានការលំបាកប៉ុន្តែគាត់ថាជាការពិតដោយដែលលោកបានលើកឡើងថាកាលណាយើងប្រើពាក្យយើងគឺមានន័យថាតំណាងឲ្យមនុស្សច្រើនបើកាលណាប្រើចំបុគ្គលណាម្នាក់ឬក៏ប្រើពាក្យតែខ្ញុំគឺមានន័យថាសម្រាប់តែមនុស្សនេះខ្ញុំយល់ចឹងបាទអរគុណចា៎សូមជឿលោកមេតាឆ្លើយទៅសំណួរបាទចំពោះសំណួររបស់លោកថាបើសិនជាយើងធ្វើទៅអត់ទាន់បានសម្រេចតើយើងធ្វើម៉េចឲ្យបាន1 2ដើម្បីយកទៅដាក់នៅក្នុងប្រទេសកម្ពុជាយើងអានឹងវាស៊ីសងលើប្រជាប្រដ្ឋដូចខ្ញុំធ្លាប់និយាយអញ្ចឹងថាខ្ញុំមានតួនាទីក្នុងការធ្វើបាយធ្វើម្ហូបរឿងអនាម័យរឿងម្ហូបឆ្ងាញ់ឬមិនឆ្ងាញ់រឿងការរៀបចំឲ្យវាទាន់ពេលវេលាដើម្បីលើកយកមកដាក់តុឲ្យប្រជាពលរដ្ឋហូបនោះគឺជារឿងរបស់ខ្ញុំគឺជាការទទួលខុសត្រូវរបស់ខ្ញុំបើអត់អនាម័យសួរខ្ញុំទៅបើអត់ឆ្ងាញ់ថាខ្ញុំមកបើរៀបចំអត់ទាន់ពេលវេលាថាខ្ញុំមកប៉ុន្តែដល់ពេលរឿងហូបមិនហូបនេះខ្ញុំវាអត់មានតួនាទីក្នុងការទទួលខុសត្រូវរឿងបងប្អូនហូបម្ហូបហើយម្ហូបឆ្ងាញ់ហើយអីហើយសួរគ្នាអស់សពគ្រប់ហើយល្អិតល្អន់ដឹងថានឹងល្អហើយរួចហើយអត់ហូបឲ្យខ្ញុំធ្វើម៉េចបើសួរពីរឿងគោលនយោបាយរបស់យើងសួរពីអេយ៉ាប័តនយោបាយរបស់យើងសួរពីចំណុចចាប់ផ្ដើមសួរពីលក្ខណៈនៃធនធានមនុស្សរបស់យើងឆ្លើយរួចទាំងអស់យើងមានភាពល្អជាងគេទាំងអស់រួចហើយបើប្រជាប្រដ្ឋគាត់អត់គាំទ្រអានឹងរឿងរបស់គាត់តាអញ្ចឹងសួរថាតើត្រូវធ្វើម៉េចឲ្យបានមួយចំណុចឬ2ចំណុចទៅដាក់នៅក្នុងរដ្ឋាភិបាលឧទាហរណ៍ថាគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យយើងមិនទាន់ឈ្នះឆ្នោតអានឹងក៏វាសម្រាប់លើប្រជាប្រដ្ឋទៀតខ្ញុំគ្រាន់តែប្រាប់បងប្អូនតែអញ្ចេះគ្រាន់តែយើងមិនទាន់បានកៅអីតំណាងរាស្ត្រផងអធិពលរបស់យើងទៅលើសង្គមមានច្រើនណាស់ជាពិសេសគឺផ្នែកសាសនាហើយនិងផ្នែកនយោបាយសាសនាឥឡូវពេលទេត្រូវគិតហ្មងពីព្រោះពួកយើងបានផ្ដល់មូលដ្ឋានក្នុងការត្រិះរិះពិចារណាឲ្យប្រជាប្រដ្ឋហើយបើពួកអ្នកនយោបាយបងប្អូនសង្កេតមើលតិចអាណត្តិហ្នឹងរឿងលេខរៀងទីប៉ុណ្ណេះមានចេះលេខរៀងទីប៉ុណ្ណោះមានចោះហើយស្ងាត់តិចឃើញហើយនេះគឺជាអីថានេះគឺជាឥទ្ធិពលនយោបាយរបស់ពួកយើងជះទៅលើសង្គមទោះបីយើងមិនទាន់បានឈ្នះឆ្នោតក៏ដោយវាមានឥទ្ធិពលរបស់យើងជះទៅលើសង្គមចុះឧទាហរណ៍ថាបើយើងបាន3 4កៅអីសួរថាពួកហ្នឹងវាភ័យអញ្ចឹងអាត្រង់ចំណុចហ្នឹងសួរថាតើយើងអាចដាក់យន្តការ2 3ចំណុចរបស់យើងចូលទៅក្នុងប្រព័ន្ធដឹកនាំរដ្ឋបានឬអត់អាហ្នឹងវាត្រូវសម្រេចដោយប្រជាប្រដ្ឋបើស្ថានភាពគាត់បោះឲ្យយើងបាន 4 5កៅអីអាហ្នឹងមានតែគាត់សម្រេចអញ្ចឹងយើងអាចមានសម្ពាធដាក់ទៅលើគេបានប៉ុន្តែឧទាហរណ៍ថាប្រជាប្រដ្ឋគាត់អត់បោះអាហ្នឹងរឿងរបស់ប្រជាប្រដ្ឋតែខ្ញុំបានធ្វើរួចហើយវាអត់មានតាក់ទងអីខ្ញុំទេអានេះគឺជាការសម្រេចចិត្តរបស់ប្រជាប្រដ្ឋទាំងអស់គ្នាប៉ុន្តែលោកក្នុងនាមជាថ្នាក់ដឹកនាំនៃគណៈបកមួយក៏ដូចជាមន្ត្រីគណៈបកទាំងអស់ចឹងបាទខ្ញុំអាចនិយាយថាអញ្ចឹងថាតើនឹងមានការតស៊ូមតិយ៉ាងម៉េចទេឬមួយក៏ដោយដែលលោកបានលើកឡើងថាលោកនៅតែធ្វើនៅតែបន្តសកម្មភាពរួមគិតរួមធ្វើរួមអីចឹងបាទតើធ្វើម៉េចដើម្បីឲ្យវាចូលទៅតាមអ្វីដែលយើងបានដូចខ្ញុំបាននិយាយមិញអញ្ចឹងបើសិនជាឧបមាថាបើកស្លឹកឆ្នោតមកយើងទៅទេមានន័យថាប្រជាប្រដ្ឋអត់បានដាក់សម្ពាធទេខ្លួនគាត់អត់ប្រើយើងក្នុងនាមជាតំណាងដើម្បីដាក់សម្ពាធឲ្យរដ្ឋាភិបាលឬរដ្ឋាភិបាលថ្មីហ្នឹងគាត់ទទួលយកគោលនយោបាយរបស់យើងមួយចំណុចឬ2ចំណុចយកទៅអនុវត្តបាទបើប្រជាប្រដ្ឋអត់បោះឆ្នោតមានន័យថាគាត់សម្រេចថាមិនចាំបាច់យកគោលនយោបាយហ្នឹងទៅដាក់ទេអញ្ចឹងវាស៊ីសងលើប្រជាប្រដ្ឋសួរខ្ញុំអត់មានចម្លើយទេវាស៊ីសងលើប្រជាប្រដ្ឋបើសិនណាជាមាន 4 5កៅអីអានឹងយើងអាចនិយាយគ្នាបានយើងមិនទាន់មានកៅអីផងមានសម្ពាធមកយើងមានកៅអីវាមានសម្ពាធបាទអាត្រង់ហ្នឹងគឺថាខ្ញុំសូមលើកសំណួរហ្នឹងជូនប្រជាប្រដ្ឋថាតើអ្នកចង់ឲ្យគោលនយោបាយខ្លះរបស់គណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនឹងចូលទៅក្នុងប្រព័ន្ធដឹកនាំរដ្ឋអត់បើសិនណាជាអ្នកមានបំណងអញ្ចឹងអ្នកបោះឆ្នោតគាត់ត្រូវទៅរឿងហ្នឹងវាតែប៉ុណ្ណឹងវាអត់មានរឿងអីដែលខ្ញុំត្រូវធ្វើលើកពីប្រជាប្រដ្ឋឧទាហរណ៍ថាបើស្លឹកឆ្នោតឡើងប្រជាប្រដ្ឋគាត់អត់មានឲ្យយើងខ្លាយទៅជាតំណាងដើម្បីដាក់គោលនយោបាយរបស់យើងទៅក្នុងប្រព័ន្ធដឹកនាំរដ្ឋអាហ្នឹងយើងសម្រាប់តាមប្រជាប្រដ្ឋទៅយើងមានសម្ពាធអីយើងចង់បានជាម្ចាស់ឆ្នោតអីយើងមានផលប្រយោជន៍អីក្នុងរឿងអស់ហ្នឹងបាទសូមអរគុណច្រើនលោកបាទចំពោះចម្លើយគឺថាតើតែមានយ៉ាងហោចតែក៏មានកៅអីដែរដើម្បីធ្វើការដាក់តស៊ូមតិដើម្បីមានការដាក់តំណាងឆន្ទៈបើសិនជាឆន្ទៈហ្នឹងអត់បានបោះឆ្នោតមកផងពួកយើងដែលជាតំណាងឆន្ទៈមិនយកទៅបានបាទអរគុណច្រើនលោកបាទឥឡូវនេះសូមស្វាគមន៍ប្រិមិត្តយើងបន្តទៀតលោកដឹងនៅភ្នំពេញអាឡូជំរាបសួរបាទអាឡូជំរាបសួរលោកដឹងបាទ
បាទលោកដឹងសូមអធិស្ឋានដូចជាយើងបានធ្លាប់ជួបគ្នាម្ដងរួចមកហើយប៉ុន្តែសូមអធិស្ឋានពេលនេះមានជាសំណួរឬយោបល់អ្វីសូមមេត្តាយើងនិយាយឲ្យសូមទោសសូមអធិស្ឋានពីលោកផងតាមសម្រួលបាទកុំឲ្យខ្ញុំបាទអរគុណសូមជ័យបាទសូមអធិស្ឋានខ្ញុំយល់ប៉ុន្តែខ្ញុំអង្គុយស្ដាប់ទៅវានៅតែលឺអញ្ចឹងដូចមិញគាត់ថាយកនៅពេលដែលគាត់មិនទាន់បានទី3កៅអីបើថាយើងបានទី3កៅអីពួកវានឹងភ័យមកហើយពួកវាហ្នឹងឯណាគេពួកវាឲ្យបើនៅតែប្រើពីអសិលធម៌លោកសំបីកម្មដ្ឋានជាមួយនឹងលោកមេបាក់ហ្នឹងណាលោកប្រើពីឲ្យសំរុំទីចំពោះខ្ញុំអ្នកអង្គុយស្ដាប់ពួកវាមិនមែនតែលោកអង្គុយស្ដាប់ទេខ្ញុំក៏អង្គុយស្ដាប់ដែរហើយប្រើពីពួកវាហ្នឹងឥឡូវលឺទេបាញ់លោកបានលឺអរគុណច្រើនលោកបាទលោកមានជាសំណួរទេបាទឥឡូវឲ្យខ្ញុំសួរខ្ញុំសួរអញ្ជើញបាទខ្ញុំសួរថាគោលនយោបាយរបស់គាត់នឹងចាប់តាមគាត់គិតពីសុខាភិបាលអប់រំសាសនានឹងឲ្យយើងឲ្យខ្ញុំជាបរិបទខ្ញុំរស់ពីអពលខ្ញុំរស់ដោយសារខ្ញុំបានហូបបានចុកណាហើយបើគាត់មានតែខ្ញុំចង់សួរគាត់អាចចំណុចអតិភិបណានិយាយអតិភិបយើងរស់ពីចិត្តយើងនិយាយទទួលស្គាល់អញ្ចឹងហើយយើងរស់មកពីអត់បាយយើងហូបបាយឆ្អែតបានមានកម្លាំងមកថ្ងៃនេះហើយបើគោលនយោបាយគាត់ប្រឈមមុខចំពោះសពថ្ងៃដូចជនអន្តោប្រវេសន៍រាប់ម៉ឺនរាប់លានអ្នកដែលនៅស្រុកខ្មែរអញ្ចឹងអំពីបញ្ហាគេរំលោភសិទ្ធិប្រជាពលរដ្ឋអីហ្នឹងហើយឯងមកគិតពីរឿងស្អីណាសុខាភិបាលអាហ្នឹងក៏គេគិតដែរប៉ុន្តែពោះឆ្អែតហ្នឹងបានមានតិចស្ដាប់ណាពីគាត់បង្កប់ប្រមូលមកណាបងប្អូនបដៅមនុស្សប្រស្រីទៅឲ្យចំណៃបរិពោក្តាហុករុកាណាទើបតែថាតាមបំណងពោះឆ្អែតទើបមានតិចស្ដាប់ពីគាត់បង្កប់ប្រមូលមកបាទអរគុណច្រើនបាទអសិលធម៌យើងលោកកំបៃកម្មដ្ឋានជាមួយមេបាយកម្មដ្ឋានអរគុណច្រើនលោកសំទោសបាទសូមអធិស្ឋានបាទសូមអរគុណសូមភ្ជាប់ជាមួយនឹងប្រដេជគុណមួយព្រះអង្គព្រះនាមហ៊ុនមកពីខាងខេត្តកំពង់ចាមសូមក្រាបថ្វាយបង្គំពីចម្ងាយព្រះអង្គកណាសូមមានជាយោបល់ឬក៏មតិអ្វីសូមនិមន្តបាទជាបឋមថ្មសូមចម្រើនពរដល់ថ្មទំហើយលោកព្រឹកចឹងទៅក៏ពួកអីបានថ្មសន្មតថាយ៉ាងនេះពួកអីថ្មទទួលស្គាល់ថាចំណេះវិជ្ជាភាគច្រើនមួយចំនួនដ៏ធំគឺថ្មបានដឹងបានយល់មកអំពីគាត់អញ្ចឹងថ្មសូមហើយគាត់ថាលោកគ្រូចឹងទៅបានទៅដល់ពលលោកគ្រូវាសនាក៏កណាតែក៏បាននឹងសន្តានពរទៅដល់បងជាអ្នកសម្រាប់ពលព្រមទាំងបងប្អូនជនរួមជាតិទាំងអស់ដែលកំពុងតែស្ដាប់ទាំងជាដំបងគឺចំណាប់របស់អាត្មាគឺចង់បញ្ចេញទស្សនៈដែលជាប់តកងទៅនឹងប្រធានបទថ្ងៃនេះគឺគោលនយោបាយរបស់គណៈបកជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យអាត្មាចង់បញ្ជាក់ទៅដល់បងប្អូនទាំងអស់ដែលមានគំនិតផ្ទុយបងប្អូនទាំងអស់ដែលកំពុងតែមានគំនិតផ្ទុយទី1គំនិតផ្ទុយដែលមិនទាន់យល់ដឹងដែលលោកគ្រូវាសនាគាត់មានប្រសាសន៍ថាដែលដួងចិត្តស្លូតត្រង់ប៉ុន្តែការយកខុសទី1ទៀតមានគំនិតផ្ទុយអោបរូបជាមួយនឹងអកតេទាំង4គឺមានការលំអៀងមានការស្អប់មានការអីជាដើមអញ្ចឹងចង់បញ្ជាក់ថាគោលនយោបាយរបស់គណៈបកជួងសម្ព័ន្ធនេះគឺយើងរាប់ពី1ពី2រហូតដល់ទី8សួរថាអ្នកដែលចូលឈ្មោះនៅក្នុងគណៈបកសម្ព័ន្ធឬក៏អ្នកដឹកនាំនៅក្នុងនឹងទាំងអស់តាំងពីថ្នាក់ណាដល់ថ្នាក់ណាទាំងអស់តើបន្ទោអំពីគណៈបកនឹងបានមានកៅអីនៅក្នុងសភាឬក៏ការអំណាចទូថាបុគ្គលទាំងអស់នៅក្នុងនឹងតើបានស្វែងអ្វីអំពីក្នុងនឹងខ្លះតាមស្មារតីស្មារថាគោលនយោបាយរបស់គណៈបកសម្ព័ន្ធគឺអ្នកដែលមានអាសនៈនៅក្នុងសភាឬក៏ជាប់ជាអ្នកដឹកនាំស្មារតីអត់បានស៊ីអីទេស្មារតីស៊ីតែឆ្អឹងហ្នឹងយើងរាប់មើលសពគ្រប់បែបយ៉ាងទាំងអស់សូម្បីតែឧត្តមចំណៃក៏គេមិនឲ្យរើសសូម្បីតែផ្ទះក៏គេមិនឲ្យធ្វើនៅខ្លួនឯងទេការធ្វើដោយរដ្ឋាភិបាលទាំងអស់អញ្ចឹងថ្មគិតថាទស្សនៈរបស់ថ្មគិតថាគោលនយោបាយទាំងអស់នេះគឺចងតាំងពីថ្នាក់កម្ពុជារហូតដល់ថ្នាក់ភូមិឃុំតាំងស្ថាប័នព្រះសង្ឃតាំងស្ថាប័នគ្រប់បែបយ៉ាងទាំងអស់គឺមានយន្តការទាំងអស់នេះគឺចងតាំងពីថ្នាក់កម្ពុជារហូតដល់ថ្នាក់ក្រោមអត់មែនចងតែនាយករដ្ឋមន្ត្រីទេតែគាត់ក៏ថាបើសិនជាមានយន្តការនេះដាក់នៅក្នុងស្រុកខ្មែរគឺទូទៅទាំងអស់ក៏អាត្មាគិតថាព្រះសម្មាសម្ពុទ្ធថាមាននៅសមាធិគឺមាននៅសមាសង្កប្បៈរហូតដល់មាននៅសមាសមាធិការអង្គចិត្តត្រូវអញ្ចឹងចាំបាច់ទី1ត្រូវមានយន្តការនៅក្នុងស្រុកខ្មែរសិនអារឿងបន្លាយទៅអារឿងមានបាយស៊ីអារឿងនិយមបកពួក
ต้องโตខ្លួនឯងក្រុមគ្រួសារខ្លួនឯងកុំឲ្យគិតថាខ្លួនណាមានយន្តការនឹងដាក់ចោលសិនបើមិនតែមានយន្តការនឹងចូលស្រុកខ្មែរហើយគឺអ្វីគឺត្រូវគណៈសូមអរគុណគណៈសូមអរគុណគណៈដោយសារតែពេលវេលាខ្លីសូមថ្លែងបង្គំលាគណៈបាទសូមជូនទៅលោកបាទមុននឹងចាប់ផ្ដើមឆ្លើយចំពោះសំណួររបស់លោកដឹងមិញខ្ញុំសូមធ្វើការកត់សម្គាល់បន្តិចប្រពុតលោកសម្ដែងថាកុំធ្វើជាទីគាប់ចិត្តរបស់បុគ្គលពីលប្រភេទលោកដឹងហ្នឹងបើសិនថាជាគាំទ្រខ្ញុំខ្ញុំប្រាប់ថោកដល់ខ្ញុំទៀតលោកមិនគាំទ្រខ្ញុំល្អហើយមេបកផ្សេងដែលចង់បានផលប្រយោជន៍ពីប្រជាប្រដ្ឋហើយគេធ្នំសម្ដីមេបកខ្ញុំនេះខ្ញុំប្រាប់កាន់តែញួរដាក់មកញួរងើបមកតែត្រូវដាក់ពងព្រោះអីខ្ញុំអត់មានត្រូវការអីពីអ្នកឯងបន្តិចសោះគឺអត់មានត្រូវការអីពីប្រជាប្រដ្ឋបន្តិចសោះខ្ញុំមានដុំបាយទៅកកេនៅផ្ទះខ្ញុំរួចហើយខ្ញុំមកធ្វើការសម្រាប់ឧត្តមកតេរបស់ខ្ញុំដែលខ្ញុំយល់ថាត្រឹមត្រូវខ្ញុំមានកៅអីអង្គុយនៅក្នុងគណៈបកសំនឹងស៊ីខ្ញុំមិនព្រឺផងឥឡូវនេះខ្ញុំនៅតែម្នាក់ឯងទៅទីងល់ខ្ញុំអត់មានកៅអីភ័យខ្លាចគេដេញដាច់អីផងខ្ញុំទៅរវល់រឿងអីខ្ញុំចេញមកដើម្បីសម្រេចវត្ថុបំណងរបស់ខ្ញុំពីព្រោះខ្ញុំវាចិនឆ្អន់ជាមួយនឹងអ្នកនយោបាយដែលបោកប្រជាប្រដ្ឋរួចហើយយកជាតិមកដាក់លើពីមុខនេះហើយអ្នកនយោបាយខ្លះគ្មានច្បាស់អ្វីទាំងអស់ហើយល្បីល្បាញនៅក្នុងស្រុកខ្មែរអាទស្សនវិស័យក៏គ្មានទឹកចិត្តក៏វាគ្មានខ្ញុំជ្រិញពេកបានខ្ញុំចេញមកបើកគណៈបកនយោបាយមួយដែលខ្ញុំយល់ថាវាជាផលប្រយោជន៍របស់ប្រជាប្រដ្ឋទូទៅបើសិនណាជាអ្នកមើលឃើញថាវាអត់មានផលប្រយោជន៍សម្រាប់អ្នកទេកុំបបាក់ច្រើនពេកកុំទៅបោះឆ្នោតឲ្យហើយទៅដើរប្រាប់អ្នករតីទៀតទៅប្រាប់ហើយពេលខ្ញុំទៅឡើងតុកមូលចឹងទូរស័ព្ទពីវនេះកុំឲ្យគេបោះឆ្នោតឲ្យទៅថាខ្ញុំមកសោចបះដៃបះជើងពីព្រោះអីថាវាអត់មានផលប្រយោជន៍របស់ខ្ញុំទេខ្ញុំនិយាយខ្លីណាកុំមកសំណោះអាណិតបន្តិចមកធ្វើនយោបាយណាអ្នកនយោបាយមួយនេះគឺខុសពីអ្នកដតីអត់មានរវល់អំពីរឿងអ្នកឯងគាំទ្រទេទៅងាប់អីណាងាប់ទៅខ្ញុំនិយាយខ្លីបន្ទាប់មកទៀតខ្ញុំសូមធ្វើការកត់សម្គាល់មួយទៀតគាត់និយាយថាមនុស្សយើងគិតពីដុំបាយគិតពីរឿងបានស៊ីមុនគេថាមកទេមនុស្សថោកគិតពីរឿងស៊ីមុនពេលចិត្តដាច់ខ្យល់ងាប់បដ ாய் គេហុចស្អីមកខ្ញុំមួយខ្ញុំសួរសិនណាដាក់លក្ខខណ្ឌខ្ញុំអត់ណាបើសិនណាជាដាក់លក្ខខណ្ឌឲ្យខ្ញុំខ្ញុំអត់យកទេណាបើសិនណាជាគេខ្ញុំចិត្តងាប់គេបញ្ចុកមកខ្ញុំដឹងថាមនុស្សហ្នឹងវាអត់មានត្រូវការលក្ខខណ្ឌអីពីខ្ញុំវិញអានឹងខ្ញុំហូបបើសិនណាជាគេត្រូវការលក្ខខណ្ឌខ្ញុំសួរសិនលក្ខខណ្ឌស្អីបើអ្នកដាក់លក្ខខណ្ឌឲ្យខ្ញុំខ្ញុំអត់ធ្វើទេប៉ិនមនុស្សថោកឲ្យតែបានច្រាស់ឲ្យតែបានស៊ីគឺថាប្រកាសជាត្រូវការតែមកឲ្យលោកដឹងនឹងប្រភេទមនុស្សមិនហ្នឹងគាត់ថាមនុស្សយើងគិតពីស៊ីមុនជីវិតរបស់ខ្ញុំណាខ្ញុំប្រាប់ហើយខ្ញុំកំពុងតែបរៀនប្រជាប្រដ្ឋឲ្យចឹងខ្ញុំប្រាប់ថាបើសិនណាជាយើងគ្រាន់តែរស់ដើម្បីស៊ីណាទោះបីជាមានស៊ីគ្រប់គ្រាន់សបាយចាយវាយអត់មានពីណាជិះជាន់ណាក៏មិនមែនជីវិតមានខ្លឹមសារដែរជីវិតត្រូវតែមានបុព្វហេតុមួយក្នុងការរស់ដើម្បីបន្សល់ទុកជាស្នាដៃសម្រាប់មនុស្សជំនាន់ក្រោយប្រើប្រាស់អ្វីដែលយើងបានបន្សល់ទុកនេះជាជីវិតដែលមានតម្លៃហើយចុះលោកដឹងគាត់និយាយថាកុំសំបីតែថាយើងមានស៊ីមានចុកស្រួលបួលដោយយើងរកបានដោយខ្លួនយើងធូរសំបីតែគេជិះជាន់ក៏ដោយឲ្យតែបានស៊ីសិនយើងគិតស៊ីសិនហើយថោកអញ្ចឹងប្រងបដៅខ្ញុំទៅថោកជាមួយខ្ញុំអត់មានទៅថោកជាមួយអ្នកឯងទេសហរដ្ឋអាមេរិកគេនិយាយថាម៉េចទេសេរីភាពជាដុំបាយគេមិនអាចរស់នៅដោយគ្មានសេរីភាពបានទេគេសុកចិត្តស្លាប់នេះគេជាមនុស្សថ្លៃថ្នូរហើយដល់ពេលយើងមនុស្សថោកទាបគិតតែរឿងស៊ីមុនហ្នឹងខ្ញុំថាលោកដឹងឡើងមកបន្តិចទៀតមកឡើងមកច្រើនមកត្រូវលុងកាន់តែច្រើនបន្ទាប់មកទៀតខ្ញុំសូមធ្វើការកត់សម្គាល់បន្តិចចុងក្រោយផុតពីរឿងប្រជាប្រដ្ឋដែលពេញចិត្តខ្ញុំថាបើមិនពេញចិត្តណានិយាយខ្លីកុំទៅបោះឆ្នោតឲ្យរួចហើយដើរប្រាប់គេថាខ្ញុំបោកថាខ្ញុំប្រាស់ថាខ្ញុំមនុស្សអសិលធម៌ប្រាប់គេទៅតាមអ្វីដែលអ្នកឯងអាចធ្វើបានខ្ញុំអត់ដែររវល់ពីរឿងថាប្រជាប្រដ្ឋគ្រប់គ្រងឬមិនគ្រប់គ្រងទេខ្ញុំមកនេះខ្ញុំមិនដឹកតែមនុស្សពីរក្រុមនេះទី1មនុស្សដែលគេបោកហើយមិនដឹងថាគេបោកខ្ញុំមកជួយមនុស្សពីរហ្នឹងទី2មនុស្សដែលដឹងថាខ្ញុំជាអ្នកជួយគាត់ខ្ញុំមានសមត្ថភាពខ្ញុំមានចិត្តចង់ជួយគាត់បើខ្ញុំទៅចោលគាត់ទៅគាត់យំគាត់ស្រែកនេះខ្ញុំជួយតែមនុស្សពីរអ្នកហ្នឹងទេបើផ្សេងពីហ្នឹងទៀតគេថាគេដឹងគេយល់ច្បាស់លាស់ហើយគេមិនចង់ឲ្យជួយទៅខ្ញុំតិចទៀតលាចាក់ពីផែនដីទាំងអស់គ្នាហើយថាធ្វើនយោបាយរបៀបខ្ញុំនេះខ្ញុំប្រាប់អត់ឲ្យពីណាជន់ក្បាលទេខ្ញុំស្រឡាញ់អិសរភាពរបស់ខ្ញុំជាងអ្វីទាំងអស់បាទតែសូមអរគុណច្រើនបាទតកតងនឹងចំណុចមួយដែលលោកបានលើកឡើងគឺថាអ្នកនយោបាយហ្នឹងគឺភាគច្រើនសិតតែជាអ្នកនយោបាយបោកតើជាទស្សនៈរបស់លោកតើនៅក្នុងសង្គមខ្មែរយើងមានអ្នកនយោបាយដែលល្អទេបាទមួយក៏យ៉ាងម៉េចខ្ញុំចង់ប្រាប់បងប្អូនប្រជាប្រដ្ឋថាចេះបងប្អូនត្រូវសង្កេតទៅលើពាក្យរបស់ព្រះសម្មាសម្ពុទ្ធឲ្យបានច្បាស់ព្រះសម្មាសម្ពុទ្ធចាត់ទុកជាប្រយោជន៍ផ្ទាល់ខ្លួនគឺលោកធម៌8យ៉ាងឲ្យតែមនុស្សជាប់នឹងលោកធម៌8យ៉ាងគឺចាត់ទុកជាប្រយោជន៍ផ្ទាល់ខ្លួនអ្នកខ្លះគេថាគេអត់ចង់ពុកអលួយផងគេគ្រាន់តែចង់បានមុខមាត់ដោយលោកសំរងស៊ីគាត់និយាយថាអ្នកនយោបាយគេចង់បានអីទេគេគ្រាន់តែចង់បានគេឈ្មោះ
ជាតកូលអ្នកស្នេហាជាតិជួយប្រជាប្រដ្ឋអាហ្នឹងក៏លោកក៏ធរដែរអាហ្នឹងក៏ប្រយោជន៍ចុះខ្លួនដែរណែមានមនុស្សខ្លះដើម្បីចង់បានមុខមាត់ទេណាគេចំណាយលុយអស់រាប់លានដុល្លារណាដើម្បីបានមុខមាត់អញ្ចឹងមុខមាត់ហ្នឹងគេហៅប្រយោជន៍ចុះខ្លួនណាប្រពុតលោកហៅថាម៉េចទេលោកក៏ធរ8យ៉ាងគឺជាប្រយោជន៍ចុះខ្លួនអ្នកនយោបាយខ្មែរខ្ញុំវាអត់ឃើញអ្នកណាមួយលូតរួចវាប្រយោជន៍8ហ្នឹងវាអត់មានវាមានតែខំគ្នាបើមិនចង់បានលុយមិនចង់ពុកលុយទេវាចង់ពូជអញធ្វើធំវានៅអាហ្នឹងពូជអញជាអ្នកស្នេហាជាតិវានៅជាប់អញជាអ្នកស្នេហាជាតិអាណាស្នេហាជាតិជាងអញមិនបានណាអញ្ចឹងបើលោកសួរខ្ញុំថាតាមខ្ញុំសង្កេតមើលនយោបាយនៅស្រុកខ្មែរមានអ្នកណាដែលសមជាអ្នកនយោបាយថាអត់ខ្ញុំនិយាយខ្លីខ្ញុំអត់ចូលចិត្តប្រើពាក្យថាប្រហែលជាដូចជាអីអត់ទេខ្ញុំនិយាយដាច់ហ្មងបើសិនណាជាខ្ញុំនិយាយខុសខ្ញុំទូខុសត្រូវតាមកំណត់ទស្សនៈរបស់ខ្ញុំយល់ឃើញថាអ្នកនយោបាយទី1ត្រូវលួចឲ្យផុតពីរឿងប្រយោជន៍ផ្ទាល់ខ្លួនគឺថាមកធ្វើនយោបាយមិនមែនព្រោះតែប្រយោជន៍ផ្ទាល់ខ្លួនហើយប្រយោជន៍ផ្ទាល់ខ្លួនហ្នឹងតិចនិយាយថាចង់បានលុយបានកាក់ណាគ្រាន់តែមុខមាត់ក៏បានផងបាទគឺថាធ្វើដោយអត់មានវិធីធ្វើអាហ្នឹងនិយាយពីរឿងដួងចិត្តបើអត់មានវិធីធ្វើអញធ្វើទៅនិយាយតែប៉ុណ្ណឹងដល់ពេលទី2ត្រូវមានទស្សនវិស័យខ្ញុំឃើញអត់ទាំងពីរអាដួងចិត្តក៏អត់គេថាធ្វើនយោបាយពីណាចង់បានអំណាចនិយាយចឹងទី2អត់មានទស្សនវិស័យបើគ្រាន់តែមានចិត្តចង់ជួយហើយអត់ទស្សនវិស័យក៏អត់អាចជួយជាតិបានដែរសរុបមកវិញថាវាអត់ឃើញអ្នកនយោបាយនៅសបាយលោកពេលវេលាយើងខ្លីប៉ុន្តែខ្ញុំសូមសំណួរទៀតខ្ញុំធ្វើឱកាសសម្គាល់លោកបានលើកឡើងថាប្រជាពលរដ្ឋមានចំណេះដឹងនៅទៀតនៅឡើយតើធ្វើយ៉ាងម៉េចដើម្បីឲ្យប្រជាពលរដ្ឋទទួលបានចំណេះដឹងកាន់តែខ្ពស់ដែរហាក់បីដូចជាលោកនៅឆ្ងាយអំពីការយល់ដឹងពីគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យខ្ញុំដូចមានការកត់សម្គាល់មួយថាចុះបើអ្នកដែលតាក់ទងជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយអ្នកដែលតាក់ទងជាមួយគណៈបកនយោបាយរួចហើយមិនបានដឹងអំពីគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យធ្វើយ៉ាងម៉េចក្នុងការបញ្ជ្រាបការយល់ដឹងរបស់ប្រជាពលរដ្ឋទៅសួរថាតើមុំប្រជាពលរដ្ឋនៅតាមស្រុកតាមភូមិយ៉ាងម៉េចទៅពួកយើងបានធ្វើក្នុងរយៈពេល5ឆ្នាំ5ឆ្នាំអាណត្តិទៅអាណត្តិហ្នឹងក្នុងមួយអាណត្តិយើងធ្វើមួយអាណត្តិទៅធ្វើយើងមិនធ្វើត្រឹម5ឆ្នាំទេយើងធ្វើលើស5ឆ្នាំហើយដើម្បីផ្ដល់មូលដ្ឋានក្នុងការត្រិះរិះពិចារណាឲ្យប្រជាពលរដ្ឋទៅលើគោល3ទី1កិច្ចបដិបត្តិធម៌ទី2នយោបាយឬប្រជាធិបតេយ្យនិងទី3បុព្វហេតុនៃការរស់សិល្បៈនៃការរស់ដែលយើងហៅថាសិលធម៌សង្គមផ្ដល់មូលដ្ឋានក្នុងការត្រិះរិះពិចារណាឲ្យប្រជាពលរដ្ឋកម្មមុនយើងផ្សាយរថយន្ត8ដើម្បីអីថាដើម្បីផ្ដល់មូលដ្ឋានក្នុងការត្រិះរិះពិចារណាឲ្យប្រជាពលរដ្ឋដល់ពេលលោកបសួរខ្ញុំថាតើលោកធ្វើយ៉ាងម៉េចខ្លះខ្ញុំថាអូបើអ្នកដែលធាត់យ៉ាក់ដងជាមួយការផ្សព្វផ្សាយបើអត់ដឹងពីគណៈបកសម្ព័ន្ធដើម្បីជាទៅតើប្រជាពលរដ្ឋយ៉ាងម៉េចទៅអរគុណច្រើនលោកបាទអរគុណច្រើនបាទប្រិយមិត្តស្ដាប់ជាទីមេត្រីកម្មវិធីតុកមូល VOD បានឈានមកដល់ទីបញ្ចប់ទៅហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រិយមិត្តទាំងអស់ដែលបានតាមដានស្ដាប់និងចូលរួមជជែកពិភាក្សានៅក្នុងកម្មវិធីយើងតាំងពីដើមរហូតដល់ចប់ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកខឹមវាសនាដែលជាប្រធានគណៈបកសម្ព័ន្ធដើម្បីប្រជាធិបតេយ្យដែលបានចូលរួមនៅក្នុងកម្មវិធីតុកមូលរបស់យើងនៅថ្ងៃនេះបាទហើយសូមជម្រាបជូនដល់ប្រិយមិត្តស្ដាប់ផងដែរថានៅថ្ងៃច័ន្ទសប្តាហ៍ក្រោយយើងនឹងអញ្ជើញបាទតំណាងគណៈបកសញ្ជាតិកម្ពុជាចូលរួមនៅក្នុងការពិភាក្សាតុកមូលរបស់យើងជាបន្តទៀតសម្រាប់ពេលនេះយើងខ្ញុំសូមអរគុណនិងសូមគោរពលាកម្មវិធីតុកមូល VOD ដែលប្រិយមិត្តទើបបានស្ដាប់នៅពេលនេះចប់តែប៉ុណ្ណេះសូមថ្លែងអំណរគុណដល់វាគ្មិនកិត្តិយសនិងប្រិយមិត្តទាំងអស់ដែលបានចំណាយពេលវេលាស្ដាប់និងចូលរួមបញ្ចេញមតិយោបល់នៅក្នុងកម្មវិធីយើងតុកមូល VOD នឹងវិលមកជួបប្រិយមិត្តអ្នកស្ដាប់នាពេលក្រោយទៀតសូមអរគុណ